ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញបងប្អូនពីប្រភេទផ្កាកន្លាបតែនេះខ្ញុំច្នៃរួចយកមកដាក់ដៃអាវបងប្អូនជាប្រភេទអាវសំយ៉េះស្មាហើយផ្កាកន្លាបហ្នឹងគឺយើងយកមកច្នៃដាក់ពីលើបែបហ្នឹងណាជាប្រភេទប៉ាក់ស្ងួតបងប្អូនពណ៌លឿងហើយយើងគូរជាមួយនឹងសំពត់ពណ៌ប្រាក់ម៉ូដនេះគឺស្រស់ស្អាតបើសិនជាបងមានតម្រូវការបងអាចកម្មង់បានឬក៏អាចកម្មង់កាត់ថ្មីបានណាហើយប្រភេទអាវផ្កាកន្លាបពណ៌លឿងនេះគឺមានតម្លៃធូរថ្លៃបើសិនជាបងត្រូវការកម្មង់ក្នុងឱកាសនេះគឺនេះខ្ញុំប្រម៉ូសិនជូនបងប្អូន 50% បើសិនជាបងប្អូនត្រូវការបងប្អូនអាចកម្មង់បានណាជាប្រភេទសាច់ប៉ាក់តុនត្រជាក់ហើយជាប្រភេទម៉ូដផ្កាកន្លាបគូជាមួយនឹងសំពត់សាច់សូត្រគូគឺស្រស់ស្អាតបងប្អូនហើយជាទូទៅប្រភេទម៉ូដផ្កាបែបនេះគឺពេញនិយមហើយស្រស់ស្អាតសម្រាប់បងដែលគាត់ចូលចិត្តម៉ូដប្រភេទផ្កាកន្លាបបែបនេះណាហើយនេះខ្ញុំមានប្រភេទជាអាវមួយប្រភេទទៀតដែលជាប្រភេទប៉ាក់ដូចគ្នាហើយគូសំពត់ពណ៌ប្រាក់ដូចគ្នាតែជាប្រភេទម៉ូដអាវផ្កាកន្លាបនៅចង្កេះម្ដងបងប្អូនហើយគឺជាប្រភេទម៉ូដដែលទើបតែនឹងច្នៃរួចរាល់ទេណាបើសិនជាបងមានតម្រូវការអាចកម្មង់បានម៉ូដមួយប្រភេទនេះក៏ចង់ចែកម្លែកជូនបងប្អូនដែលគាត់រៀនវិស័យកាត់ដេរដែរដោយសារជាទូទៅការមានអ្វីប្លែកៗជាច្រើនដែលយើងត្រូវទៅស្វែងយល់បន្តទៀតចឹងណាបងប្អូនហើយដូចជាប្រភេទម៉ូដផ្កាកន្លាបនេះដែរវាអត់មានអីពិបាកសម្រាប់ធ្វើទេវាងាយស្រួលក្នុងការធ្វើតែបើសិនជាយើងអត់បានមើលអត់ទៅយកចិត្តទុកដាក់គួរយើងមិនដឹងថាត្រូវចាប់ពីចំណុចណាទៅចំណុចណាដែរចឹងណាបងប្អូនហើយម៉ូដប្រភេទនេះគឺស្រស់ស្អាតសម្រាប់បងដែលគាត់មានស្បែកសឬមួយក៏គាត់មិនរាងស្ដើងដោយសារប្រភេទអាវនេះគឺ size M បងប្អូនណាមាន size M គាត់អាចកម្មង់ដាក់ទៅគឺមិនបាច់ចាំសេរីទេណាបងប្អូនប្រភេទអាវមួយប្រភេទនេះគឺពាក់ទៅគឺស្រស់ស្អាតនេះខ្ញុំមាន2អាវឬមួយក៏បងប្អូនកាត់ចង់ពាក់ជាគូក៏បានដែរដោយសារខ្ញុំមានប្រភេទម៉ូដនេះគឺ2អាវបងប្អូនអាចកម្មង់បានណានេះខ្ញុំនឹងតម្លាក់លេខទូរស័ព្ទតាម Telegram នៅលើ caption វីដេអូមួយនេះណាហើយវីដេអូនេះដែរគឺអត់មានអីច្រើនទេគ្រាន់តែចង់បង្ហាញបងប្អូនពីប្រភេទផ្កាកន្លាបដែលនេះខ្ញុំចាប់ម៉ូដនៅលើផ្ទាំងអាវហើយនឹងចង់ប្រម៉ូសិនពីប្រភេទអាវមួយប្រភេទនេះដើម្បីផ្ចុះតម្លៃជូនបងក្នុងតម្លៃធូរលក់ជូនបងដើម្បីភាពស្រស់ស្អាតចូលរួមកម្មវិធីអរគុណច្រើនបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំ